មនុស្សយន្តចិន20គ្រឿងរត់ប្រកួតកីឡាម៉ារ៉ាតុងចម្ងាយ21គីឡូម៉ែត្រមនុស្សយន្តចិនជាង20គ្រឿងបានចូលរួមរត់ប្រកួតកីឡាពាក់កណ្ដាលម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំងនេះជាលើកទី1ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលរដ្ឋអំណាចចិនបានដាក់ឲ្យមនុស្សយន្តរត់កីឡារយៈចម្ងាយ21គីឡូម៉ែត្រព្រឹត្តិការណ៍នេះទាក់ទាញចំណាប់អារម្មណ៍ពិភពលោកហើយក៏បង្ហាញអំពីមហិច្ឆតារបស់ចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តរត់ប្រកួតកីឡាពាក់កណ្ដាលម៉ារ៉ាតុងជាការអ៊ុតសំញែងស្នាដៃអភិវឌ្ឍបច្ចេកវិទ្យារបស់ចិននៅទីក្រុងប៉េកាំងឆ្នាំ2025នេះជាលើកទី1ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមនុស្សយន្តចិនរត់ប្រណាំងលើផ្លូវជាមួយនឹងមនុស្សធម្មតាតែជាវិធានការសុវត្ថិភាពកន្លងផ្លូវរត់កីឡាម៉ារ៉ាតុងនេះត្រូវពុះចែកជា2មួយខាងសម្រាប់មនុស្សនិងមួយខាងទៀតសម្រាប់មនុស្សយន្តយ៉ាងហោច20គ្រឿងមកពីតំបន់បច្ចេកវិទ្យាផ្សេងៗនៃប្រទេសចិនបានចូលរួមប្រកួតរត់កីឡាចម្ងាយ21គីឡូម៉ែត្រក្នុងចំណោមមនុស្សយន្តដែលចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងលើកនេះមានទំហំនិងទម្ងន់ប្លែកៗពីគ្នាដែលជារួមមានកម្ពស់ចន្លោះពី75សង់ទីម៉ែត្រទៅ1ម៉ែត្រ8តឹកហើយទម្ងន់អាចមានរហូតដល់88គីឡូក្រាមលោក Steven Howe វិស្វករវ័យ28ឆ្នាំនៃក្រុមហ៊ុនគ្រឿងយន្តបាននិយាយដោយស្មោះថាគ្រឿងម៉ាស៊ីនមនុស្សយន្តនេះមិនសូវបានសាកល្បងជាសាធារណៈឲ្យអស់ពីសមត្ថភាពនោះទេម្ល៉េះហើយព្រឹត្តិការណ៍ប្រកួតកីឡាម៉ារ៉ាតុងនេះជាឱកាសល្អដើម្បីឲ្យម៉ាស៊ីនមនុស្សយន្តអាចសាកល្បងសន្ទុះកម្លាំងថ្មអគ្គិសនីម៉ូទ័រហើយប្រព័ន្ធដំណើរការទូទៅរបស់វាជាក់ស្ដែងក្នុងពេលដាក់ឲ្យដំណើរការប្រកួតមនុស្សយន្តខ្លះរត់ដួលបន្ទាប់ពីចេញដំណើរបានតែប៉ុន្មាននាទីប៉ុណ្ណោះឯខ្លះទៀតរត់ចេញពីកន្លងផ្លូវនិងបុករនាំងខណ្ឌចែកផ្លូវជាដើមក៏ប៉ុន្តែក្រុមវិស្វករចិនដែលជាម្ចាស់ផលិតមនុស្សយន្តទាំងនោះយល់ឃើញព្រមគ្នាថាគោលបំណងចូលរួមរត់ម៉ារ៉ាតុងនេះជាការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការនិងពិសោធន៍សមត្ថភាពរបស់ពួកមនុស្សយន្តហើយវត្ថុបំណងជាអត្ថិភាពក៏មិនមែនដើម្បីឈ្នះចាញ់នោះដែរតែយ៉ាងហោចឲ្យតែពួកវារត់ទៅដល់ទីដៅកំណត់ជាការប្រសើរណាស់ហើយទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះកាន់តែស្ដែងឲ្យឃើញពីការបញ្ចូលមនុស្សយន្តទៅក្នុងសង្គមមនុស្សជាក់ស្ដែងហើយក៏សម្ដែងឲ្យឃើញជានិមិត្តរូបនៃមហិច្ឆតាអភិវឌ្ឍគ្រឿងយន្តបច្ចេកវិទ្យារបស់មហាអំណាចចិនរដ្ឋអំណាចចិនដែលកំពុងតែប្រកួតប្រជែងយ៉ាងមុតស្រួចជាមួយមហាអំណាចអាមេរិកនៅលើវិស័យបញ្ញាសិប្បនិម្មិតបច្ចេកវិទ្យាព័ត៌មានវិទ្យានិងមនុស្សយន្ត